នេះគឺជាកម្មវិធីណាត់ជួបរៀងរាល់ខែបងប្អូនដឹងហើយថារៀងរាល់ដើមខែគឺយើងតែងតែជួបគ្នាម្ដងរវាងខ្ញុំជាមួយក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងដែលឈរជើងនៅជួរមុខបាទហើយថ្ងៃនេះក៏មានការចូលរួមពីបងប្អូនដែលជាសប្បុរសជនមួយចំនួនលោកចូលរួមចំណាយជាមួយយើងខ្ញុំមកដល់ទីតាំងនេះដែលការសំណេះសំណាលសួរសុខទុក្ខជាមួយនឹងក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងដែលលោកមានលំនៅឋានភូមិបឹងជរុកដែលចូលឆ្នេះនិងភូមិបឹង75ដែលចូលឆ្នេះនេះគឺខ្ញុំតែងតែធ្វើរៀងរាល់មួយខែម្ដងក្នុងបំណងចង់ដឹងពីសុខទុក្ខរបស់បងប្អូនដែលជាក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងនិងពិនិត្យមើលថាដែលយើងអាចសម្រាលអ្វីបានខ្លះយើងជួយសម្រាលអ្វីបានខ្លះដែលជាបន្ទុករបស់ក្រុមគ្រួសារព្រោះយើងដឹងហើយថារដ្ឋាភិបាលលោកបានយកចិត្តទុកដាក់ណាស់ចំពោះក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងបាទអញ្ចឹងមួយខែយើងជួបគ្នាម្ដងបងប្អូនបានដឹងហើយបាទហើយក្នុងនោះក៏បានភ្ជាប់មកជាមួយនៅសម្ភារៈបរិខាថវិកាមួយចំនួនដែរប៉ុន្តែអត្តន័យធំមែនទែននោះគឺចង់ដឹងពីសុខទុក្ខនៃក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងចង់ជួយសម្រាលបានជួយសម្រាលបន្ទុកមួយចំនួននៃក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងនឹងនាំយកនៅដំណឹងនៃសុវត្ថិភាពនិងជោគជ័យរបស់វីរៈកងកម្លាំងរបស់យើងជូនដល់ក្រុមគ្រួសារដែលនៅក្នុងលំនៅឋានដែលនៅផ្ទះបាទហើយអញ្ចឹងយើងភ្ជាប់ជាមួយនៅសម្ភារៈស្បៀងអាហារនិងថវិកាមួយចំនួនសម្រាប់ដល់ក្រុមគ្រួសារវីរៈកងកម្លាំងរបស់យើងនេះខ្ញុំបញ្ជាក់ជូនអញ្ចឹងថាកម្មវិធីនេះគឺខ្ញុំតែងតែធ្វើមួយខែម្ដងនិងរៀងរាល់ដើមខែបាទអញ្ចឹងមិនបានកំណត់ថ្ងៃទេពេលណាដែលយើងដកឃ្លាបានមកធ្វើគឺយើងមកធ្វើបាទអញ្ចឹងហើយគឺអរគុណដល់សប្បុរសជនទាំងអស់គ្នាដែលបានចូលរួមចំណែកដោយទឹកចិត្តទោះបីជាអ្នកជួរក្រោយប៉ុន្តែមិនដែលបានភ្លេចអ្នកជួរមុខទេតិចតួចស្រួលស្ដើងយ៉ាងណាក៏ដោយក៏បង្ហាញពីទឹកចិត្តដែរ